អូយប្រពន្ធសម្លាញ់មន់ដុតខ្ញុំចូលចិត្តវាមន់ដុតហេ ខ្ជិលលោកខ្ជិលតែបើស៊ីវិញរត់តែឆ្ងាញ់ ហេ មកតាន់ពេលល្មមលោកប្តីកុំខ្ជិលមួយថ្ងៃគ្មានធ្វើស្អីទេខ្ជិលលោកខ្ជិលឲ្យតែដល់ម៉ោងស៊ីចុកគ្មានលើសមួយម៉ាត់ណាទេមកដល់ពេលល្មមតែហ្មង អូណាកុំសើបងពេកអីណាបងអៀនណា ខ្ជិលលោកខ្ជិលមួយថ្ងៃថ្ងៃរះចាំងក្តិតអីនៅតែមិនងើបទៀតបងឯងកាលបាត់ខ្ជិលណាបង បងខំកែដែរតែវាកែមិនទាន់បានចាំមើលបងកែបានចាំបងប្រាប់អូនណាតោះយើងញ៉ាំមន់ដុតអី ញ៉ាំក៏ញ៉ាំទៅអញ្ចឹងក៏ប៉ុន្តែបងឯងលាងដៃឲ្យនៅប្រយ័ត្នមានមេរោគវាអាចធ្វើឲ្យយើងឈឺបានណា បងលៀងហើយថាអូនតោះញ៉ាំទៅចឹង ពេលញ៉ាំមន់ដុតនេះហើយកុំភ្លេចយកឆ្នាំងបបរនេះទៅលក់នៅផ្សារផងដើម្បីយកលុយមកទិញមន់ដុតធ្វើញ៉ាំទៀតណាប្រយ័ត្នតែមិនទៅលក់ខ្ជិលគ្មានមន់ដុតញ៉ាំទៀតទេប្រាប់ឲ្យហើយទៅ ហេទទួលបាជាកតិតតោះញ៉ាំមន់ដុតកតិតជាតិណាស់អូនអើយជាតិណាស់មន់ដុតអូនណាឲ្យបងទៅលក់បបរហត់ណាអូននៅផ្សារអូយយកឆ្នាំងបបរទៅផងត្រូវហៅម៉ួយផងអីផងមិនធម្មតាទេណាអូន ណែអាចាស់មុនញ៉ាំបបរមិញថាទៅលក់ឥឡូវមិនចង់ប្រែកន្លះហើយបើខ្ជិលហ្មងហើយខប់ស៊ីធ្វើអីរាល់ថ្ងៃហ្នឹងឆាប់ទៅក្នុងផ្ទះភ្លាមអាចាស់ទៅយកកាតេលមកយកទៅក្រាលលក់បបរអត់មានខ្ជិលទេណា បានទៅលក់បបរក៏លក់បបរដែរចាំបងទៅយកកាតេលក្នុងផ្ទះយកមកឲ្យអូនប្រើរាល់ថ្ងៃបើមិនប្រពន្ធវិញនេះស៊ីក្តាប់ដៃបងអញតែហ្មងរំទះជើងទិនវីកុំចង់ខ្លាំងមកអាបូឡាក្បាច់គុណពេញខ្លួនអូនពេលបូឡាចូលដល់ក្នុងផ្ទះក៏ចំពប់ជើងដួលជាមួយនឹងកន្ទេលបុរាណមួយអាយុយចំកដុំឆែបដួលបាត់ដេកត្មងទៅវិញអូយដេកលក់ស្រួលណាស់វើយសូមឲ្យបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយដែលថែរក្សាការដេកលក់ស្រួលរបស់ខ្ញុំសូមឲ្យកន្ទេលនេះអាចទៅលក់បបរជំនួសខ្ញុំបានមិនដឹងជាល្អយ៉ាងណាទេអាប៊ូឡាអាកុំជិលផេមិនអីទេចាំយើងទៅលក់ជំនួសឯងល្អណាស់អញ្ចឹងអាកន្ទេលសំណប់ឯងឆាប់ទៅលក់បបរនៅផ្សារជំនួសយើងត្មងទៅណាវាកន្ទេលទឹកហោះកាត់ក្បាលលោកគ្រូត្រងោលណៃក្មេងៗទាំងអស់គ្នាពួកឯងត្រូវតែនិយាយថាទេចំពោះគ្រឿងញៀនហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីមានឱកាសធ្វើការងារហើយជួយសង្គមពួកឯងកុំទម្ងន់សង្គមណាឬទេជាពិសេសយកអាសក់ក្រហមនេះឯងទៅវិញលាបសក់ខ្មៅផងធ្វើឲ្យស្រួលបួលប្រយ័ត្នគ្រូចាប់កោសក់ចោលណាបាទលោកគ្រូខ្ញុំសុំសួរមួយតើគ្រឿងញៀនមានអ្វីខ្លះទៅលោកគ្រូចាំផ្លេតតឹមចាំអញទេសួរប្រពន្ធសិនអាឡូអូនគ្រឿងញៀនមានអីគេខ្លះប្រាប់បងមកបាទអូខេអរគុណអូនប៉ុណ្ណឹងហើយចឹងឥឡូវចាំគ្រូប្រាប់គ្រឿងញៀនទី1គឺគ្រឿងស្វឹងពួកឯងកុំនាំគ្នាទៅលួចផឹកជ្រែអីឲ្យសោះហើយអាមួយទៀតហ្នឹងគឺគ្រឿងអាភៀនណាអាហ្នឹងវាសារជាតិញៀនមានដូចជាហេរ៉ូអ៊ីនហើយមានដូចជាអាភៀនអីហ្នឹងណាកុំនាំគ្នាសាបគប់វើយហើយមួយទៀតហ្នឹងអាថ្នាំងាប់អារម្មណ៍ឬណាមងុយដេកអីកុំនាំគ្នាប្រើពួកឯងអត់ងុយដេកចាំមកណែអញដាក់2 3ជើងងុយដេកហើយចឹងកុំនាំគ្នាប្រើអាអស់ហ្នឹងណាលឺឯ3មុខហ្នឹងសំខាន់ជាងគេកុំប្រើខូចសុខភាពនៅក្មេងៗផងយីអានេះជាភាសាអាទឹមនេះបាទលោកគ្រូអរគុណច្រើនលោកគ្រូដែលបានប្រដៅណែនាំដល់ពួកខ្ញុំលោកគ្រូនោះអីគេអូកន្ទេលតាកន្ទេលហោះលោកគ្រូមើលនោះអាឡូអូនកន្ទេលចេះហោះវាហោះដឹកឆ្នាំងបបរត្បងទៅផ្សារហើយឥឡូវអូនចង់ញ៉ាំបបរអត់ចាំមើលបងបើសិនជាកន្ទេលនឹងលក់ចាំបងទិញផ្ញើអូនមកថង
សួស្តីលោកយាយលោកតាកុមារីកុមារាកូនង៉ែតកូនងាចំណុះជើងផ្សារគីឡូលេខ6ជាទីមេត្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបបរមួយឆ្នាំងហើយបបរនេះដឹកនាំលក់ដោយកន្ទេលទឹកបើអស់លោកស្រីអ្នកនាងកញ្ញាមិនជឿអាចបុកមើលនិងទស្សនាបានមែនហើយបងប្អូនទាំងអស់គ្នាបបរមួយឆ្នាំងនេះផ្សំឡើងពីគ្រឿងទេសមានច្រើនមុខមានដូចជាប៊ីចេងស្ករអំបិលជាដើមចុះអាប្រកាច់ណាមកស្រោចអាឡូអាឡាបកោប្រកាសស្អីវើយមើលទៅមើលវាតិចវើយជប់សិនដាក់វ៉ែនតាជក់ស៊ីហ្គាមួយសិនឲ្យវាលយតិចមើលណៃមេនុបឯងឆាប់ប្រាប់យើងភ្លាមឯងបកោប្រកាសលក់ស្អីគេបាញ់មិញហ្នឹងគឺពួកយើងលក់បបរហ្នឹងណាលោកពូចុះយើងលឺឯងថាកន្ទេលនេះគឺកន្ទេលទឹកមែនទេអញ្ចឹងទឹកហ្នឹងវាមានសារៈសំខាន់ស្អីខ្លះទៅឯងបង្ហាញឲ្យយើងបានឃើញបន្តិចទៅមើលបានលោកពូត្រងោលចាំមើលណាចាំមើលខ្ញុំបង្ហាញឲ្យពូបានឃើញឲ្យច្បាស់ជាក់នឹងភ្នែកតែម្ដងដោះវ៉ែនតាចេញសិនទៅកន្ទេលទឹកឆាប់ស្រាប់បញ្ជាយើងហើយឆាប់ដឹកឆ្នាំងបបរនេះហោះឡើងលើមេឃភ្លាមអូហោះរបស់វាមែនវើយកន្ទេលទឹកឆាប់ចុះមកវិញភ្លាមមែនហើយលោកពូក្រែងលោកពូជានាយកសាលាមែនទេបើអញ្ចឹងលោកពូហៅសិស្សកូនសិស្សរបស់លោកពូទាំងប្រុសទាំងស្រីមកញ៉ាំបបររបស់ខ្ញុំផងណាបានចាំយើងហៅបាទលោកគ្រូបាទលោកគ្រូនេះគីចាស់លោកគ្រូអាដាវីតបាទលោកគ្រូអាទឹមសក់អាតុងបាទលោកគ្រូត្រងោលលោកគ្រូបបរនេះមិនដឹងថាវាដាក់ស្អីខ្លះទេប្រៃនោះប្រៃលោកគ្រូអើយប្រៃឡប់ថ្មងចប់ហើយអូនសម្លាញ់មិនដឹងថាអាកតេទឹកនេះវាលួចដាក់អំបិលម៉ាន់គីឡូទេបានជាប្រៃយ៉ាងនេះអូនអើយដាច់ម៉ូយើងអស់ហើយចប់ហើយបងអើយតើមានអ្នកណាគេមកទិញបបរយើងញ៉ាំទៀតទៅនេះហើយជាលទ្ធផលដែលយើងខ្ជិលយើងមិនដាក់គ្រឿងយើងមិនធ្វើយកទៅលក់ខ្លួនឯងយើងពឹងលើកន្ទេលទឹកឥឡូវនេះចាប់បាត់ហើយបងអើយបបរប្រៃយ៉ាងនេះតើនរណាគេញ៉ាំកើតហើយតើនរណាគេនឹងមកទិញយើងញ៉ាំទៀតទៅត្រូវចងចាំថាភាពជោគជ័យមិនប្រកបឡើងចំពោះមនុស្សខ្ជិលឡើយបើសិនជាយើងខ្ជិលនោះស្មើនឹងបរាជ័យនៅក្នុងជីវិតរបស់យើង